ចាំមានយូរបន្តិចក៏ប៉ុន្តែអត់ខុសបំណងទេជាមួយនឹងចិត្ត T2 PHEV នេះតម្លៃតែ 40,000 ជាងតែប៉ុណ្ណោះ option ទំនើបមកហោហៀជាពិសេសគឺបានជាមួយនឹងមុខងារសំចៃ plug-in hybrid បាទគុំមកបន្តគ្នាមកកាន់វីដេអូថ្មីថ្ងៃនេះគឺយើងមានចិត្ត T2 PHEV ឡានដែលបងប្អូនតែងតែ comment សនំពរថាពេលណាខ្ញុំតម្លាក់វីដេអូ review លម្អិតណាឥឡូវគឺបានមកដល់ដៃខ្ញុំហើយអញ្ចឹងចិត្ត T2 PHEV គឺជាឡានមួយដែលមានការរចនារូបរាងបែបជង្គង់ vibe off road ក៏ដូចជាមើលទៅសង្ហាអំណាចកាចស្អាតណាត្រូវជាមួយនឹងរសនិយមប្រជាជនកម្ពុជារបស់យើងខ្លាំងមែនទែនអញ្ចឹងហើយបានជាបងប្អូនឃើញ T2 សាំងធម្មតាហ្នឹងគឺប្រើច្រើនមែនទែននៅលើដងវិថីស្រុកខ្មែររបស់យើងអញ្ចឹងពាក់ព័ន្ធទៅនឹងរូបរាងរបស់ឡានជឿថាបងប្អូនបានឃើញច្រើនហើយសម្រាប់ spec PHEV នេះផ្ទាល់ក៏ស្តៀងគ្នាខ្លាំងដែរបងប្អូនគ្នាគ្រាន់តែមានការ update ប្រែប្រួលប៉ុន្មានចំណុចណាផ្នែកជាជាងគឺជាប្រភេទគុជពីរគ្រាប់ហើយប្រើប្រាស់បច្ចេកវិទ្យា Matrix LED អញ្ចឹងគឺមានតម្លើងតម្លាក់ fast code auto ក៏ដូចជាបិទបើក auto មកកញ្ចប់តែម្ដងក៏ដូចជាភ្ជាប់មកជាមួយនឹងជាជាង Dual DNA ដែលជាប្រភេទ tray មាន4ចំណុចព័ទ្ធជុំវិញហើយនៅផ្នែកបណ្ណាកណ្ដាលគឺមានពាក្យអក្សរអង់គ្លេសចតុះដែលនឹងបំភ្លឺឡើងនៅពេលដែលយើងបញ្ឆេះឡានកន្លែងហ្នឹងក៏ជាកន្លែងមួយដែលយើងអាចបែងចែករវាង spec ICE ឬក៏ spec សាំងធម្មតាជាមួយនឹង PHEV បានតែម្ដងសម្រាប់ផ្នែកខាងមុខបន្តមកទៀតតកតងទៅនឹង option ទំនើបដូចជាកាមេរ៉ា sensor ហើយនិង radar ដើម្បីដំណើរការ adaptive cruise control ហ្នឹងមកកញ្ចប់ដដែលទាំងអស់បងប្អូនទាំងគ្នាមាន7បំភ្លឺផ្លូវ LED ផងដែរហើយពាក់ព័ន្ធទៅនឹងកាងបឡានផ្ទាល់ក៏ជាចំណុចមួយដែលខ្ញុំស្រឡាញ់ពី T2 ខ្លាំងមែនទែនដោយសារតែគាត់បាន design យ៉ាងផុសឬក៏លយចេញមកខាងក្រៅអញ្ចឹងគឺយើងមើលទៅមុខឡានអំណាចខ្លាំងតែម្ដងផ្នែកចំហៀងគឺមានរូបរាងដ៏សង្ហាក៏ដូចជាមើលទៅមាំមែនទែនបាទជាមួយនឹង fender ឬក៏កបាំងផុកពណ៌ខ្មៅនេះហើយយ៉ាន់ផ្នែកខាងក្រោមបងប្អូនទាំងគ្នាគឺជាប្រភេទអាលុយមីញ៉ូមដែលមានទំហំ20អ៊ីងហើយអីដែលយើងចាប់អារម្មណ៍ទៅនឹងគឺពណ៌របស់វាខ្មៅលាតតែម្ដងបាទអញ្ចឹងពាក់ព័ន្ធទៅនឹងកញ្ចក់សងខាងគឺជាប្រភេទក្តោបអូតូមានកាមេរ៉ានៅផ្នែកខាងក្រោមក៏ដូចជាឈ្នាន់ខាងក្រោមពណ៌ខ្មៅហើយកាងផ្នែកខាងលើហ្នឹងក៏ពណ៌ខ្មៅលាតដែរបងប្អូននៅតាគៀកខាងក្រោយនេះមានពាក្យថា PHEV តំណាងឲ្យស្ពេចរបស់ឡានតែម្ដងពាក់ព័ន្ធទៅនឹងអាគុយ hybrid របស់ T2 PHEV នេះគឺជាបច្ចេកវិទ្យាជំនាន់ថ្មីក៏ដូចជា capacity ធំ 43.24 kW មកមួយទាំងគ្នាអញ្ចឹងសម្រាប់ការសាកគឺទទួលបានទាំង AC ក៏ដូចជា DC ឬក៏ fast charge តែម្ដងបងប្អូនហើយក៏មានជាមួយនឹង V2L ដែលបងប្អូនអាចយកថាមពលពីអាគុយឡាន hybrid បាន 220V នៅក្នុងការ camping ឬក៏ធ្វើដំណើរកម្សាន្តផ្សេងៗសម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍អេឡិចត្រូនិកផងដែរហើយផ្នែកខាងក្រោយនេះទៀតអីដែលខ្ញុំស្រឡាញ់ហ្នឹងគឺបានភ្ជាប់មកជាមួយនឹងកង់សកួរផងដែរស័ក្តិសមជាឡាន adventure ឬក៏ off road ពិតៗតែម្ដងអញ្ចឹងនៅផ្នែកខាងលើគឺយើងមានភ្លើងប្រាំងមកបន្ទាត់មានជាមួយនឹង stop LED ក៏ដូចជាការបើកទ្វារនៅតែរក្សាពីចំហៀងដដែលបងប្អូនទាំងគ្នាពេលដែលយើងបើកទ្វារឃ្លុបខាងក្រោយនេះមកបាទនៅកន្លែងទ្វារនឹងផ្ទាល់គឺមានកន្លែងដាក់អីវ៉ាន់ច្រើនខ្លាំងមែនទែនដូចជា cup holder មានសងខាងហើយមានពពួកសម្រាប់យើងពយល់អីវ៉ាន់ផ្សេងៗរីឯ space ខាងក្រោយនេះផ្ទាល់បងប្អូនអាចឃើញចាក់ស្ដែងហើយគឺទលាយខ្លាំងមែនទែនតែម្ដងយើងដាក់អីវ៉ាន់បានច្រើនហើយបើសិនជាបងប្អូនត្រូវការដាក់អីវ៉ាន់វែងៗអីក៏យើងអាចបដេកកៅអីជួរទី2ហ្នឹងឲ្យរៀបស្មើបានដែរវាខាងក្រោយនេះគឺមានបូមខាងក្រោមធំខ្លាំងមែនទែនជំនួយនៅក្នុងការបិទបើកហើយនៅពេលដែលយើងបិទក៏មានជាមួយនឹង soft close ឬក៏ទ្វារបឺតផងដែរពាក់ព័ន្ធទៅនឹងទំហំរបស់ឡានប្រវែងបដ បើគិតទាំងក្របកង់សកួរគឺ 4785 មីលីម៉ែត្ររីឯប្រវែងទទឹងគឺ2ម៉ែត្រជាងនិងកម្ពស់ 1875 មីលីម៉ែត្រក៏ដូចជាកម្រិតកង់មុខកង់ក្រោយហ្នឹងគឺ2800 មីលីម៉ែត្រហើយកម្ពស់ខ្ពស់ពីដីរបស់គេគឺ2តឹកបងប្អូនឡាននេះប្រើប្រាស់ម៉ាស៊ីន 1.5 លីត្រជំនួយកម្លាំងដោយ turbo ក៏ដូចជាប្រព័ន្ធ hybrid ដែលកម្លាំងសរុបផលិតបានមួយសេសឬក៏ HP បងប្អូនទាំងគ្នាច្រើនខ្លាំងមែនទែនហើយសម្រាប់ប្រអប់លេខចេះធូរក៏ឲ្យឈ្មោះថា 3 speed DHT ឬក៏ប្រអប់លេខពិសេសសម្រាប់ប្រព័ន្ធ super hybrid របស់គាត់និយាយទៅ 3 speed នឹងសំដៅទៅលើ unit ឬក៏គ្រឿងបង្គុំដែលបញ្ជូនចលនាសម្រាប់ឡាននេះមានចំនួន3ម៉ាស៊ីន1គ្រាប់ហើយនិង motor 2គ្រាប់ណាបងប្អូនទាំងគ្នាពាក់ព័ន្ធទៅនឹងល្បឿនចម្លាស់លេខរបស់វាវិញប្រៀបធៀបជាមួយនឹងប្រអប់លេខឡានសាំងរបស់យើងធម្មតាសឹងតែថា10ឬក៏11 speed របស់បងប្អូនទាំងគ្នានិយាយទៅខ្ញុំចង់ឲ្យបងប្អូនតន់ក៏ដូចជាយល់កន្លែងហ្នឹងយ៉ាងច្បាស់ព្រោះថានេះគឺជាប្រព័ន្ធ hybrid ជំនាន់ថ្មីអញ្ចឹង system ឬក៏ប្រព័ន្ធរបស់វាក៏រៀងស្មុគស្មាញតិចដែរហើយប្រព័ន្ធទៅនឹងការបើកបរវិញបើសិនជាបងប្អូនអត់ចង់លឺសលេងម៉ាស៊ីនយើងគ្រាន់តែបដូរមក EV
mode មកដំណើរការចេញពីកម្លាំង motor សុទ្ធតែម្ដងជាពិសេស driving mode មានរហូតដល់7មានដូចជា eco សម្រាប់ការបើកសំចៃ normal សម្រាប់បើកធម្មតាមាន sport សម្រាប់វ៉ាចែងក៏ដូចជា snow បងប្អូនអាចបើកនៅពេលដែលផ្លូវភ្លៀងបានបន្តមកទៀតមាន matte គឺជា mode ដែលយើងអាចបើកនៅពេលដែលយើងបើកផ្លូវផុសហើយនឹងមាន sand សម្រាប់ផ្លូវដីច្រើនបន្តមកទៀតគឺមាន rock mode សម្រាប់ផ្លូវថ្មនិងពិសេសជាងគេគឺជា edge mode ដែលយើងចុចនៅចំកណ្ដាលតែម្ដងការបើកក្នុងក្រុងខ្ញុំគិតថាពីច្រើនគឺយើងប្រើ eco normal ជាមួយនឹង sport រីឯការបើក off road វិញបើសិនជាបងប្អូនអត់ចង់ស្មុគស្មាញយើងប្រើតែ edge mode មួយក៏បានដែរសារតាឡាននេះដូចមាន AI បជាវៃឆ្លាតខ្លាំងមែនទែនតែម្ដងអូខេអញ្ចឹងពាក់ព័ន្ធទៅនឹងបទពិសោធន៍នៅក្នុងការបើកបរវិញច្បាស់ណាស់គឺប្លែកមែនទែនបងប្អូនទាំងនេះដោយសារតែជាឡាន hybrid ហើយប៉ុងពីរទៀតយើងកម្លាំងច្បាមឬក៏កម្លាំងកង់រំពួលរបស់យើងគឺស្អិតជាមួយនឹងផ្លូវបានល្អតែម្ដងហើយនៅពេលដែលបងប្អូនជន់រៀងខ្លាំងយើងអត់មានអារម្មណ៍ថាងាងពីប្រអប់លេខទេដោយសារតែនេះប្រើប្រាស់ប្រអប់លេខ hybrid ហើយក៏ម៉ាស៊ីនវិញអត់មានអារម្មណ៍ថា lag ឬក៏ទក់ដែរបងប្អូននៅពេលដែលយើងជន់ទៅគឺស្ទុះ smooth ស្មើល្អខ្លាំងតែម្ដងហើយនៅពេលដែលយើងត្រូវការប្រើប្រាស់ល្បឿនអីសឹងតែថាអត់ត្រូវការជន់ខ្លាំងទេបងប្អូនគ្រាន់តែកងតិចតិចទៅក៏ស្ទុះដែរព្រោះឡាននេះបងពីរហើយជំនួយកម្លាំងដោយ motor អគ្គិសនីទៀតអញ្ចឹងចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ថាប្លែកខ្លាំងហ្នឹងគឺឡាន hub 9ជាមុនតែម្ដងបងប្អូនទាំងគ្នាជើងក្រោមរបស់វាខាងមុខគឺជាប្រភេទ Marquesan ខាងក្រោយ Martin-Link ឯករាជ្យទាំងមុខទាំងក្រោយតែម្ដងក៏ប៉ុន្តែដោយសារតែមានអាគុយមកប្រទេសក្រាំងនៅបាតឡានអញ្ចឹងធ្វើឲ្យឡានមានអារម្មណ៍ថា hub ជាមុននៅពេលដែលបងប្អូនត្រូវការបួងឆ្វេងបួងស្ដាំក៏មានអារម្មណ៍ថាល្វីជាមុនដែរចកូតមានអារម្មណ៍ថាយើងងាយស្រួលស្មានណាបងប្អូនទាំងគ្នាទៅពេលដែលយើងត្រូវការវ៉ាជ័យឬក៏បួងផ្លូវកោងហើយឡានចេះទូបងប្អូនទាំងគ្នាដឹងហើយចកូតរបស់គាត់គឺជាប្រភេទភ្លើងទាំងអស់តែម្ដងប្រព័ន្ធសមត្ថភាពវិញក៏មកមួយ set ជូនបងប្អូនទាំងគ្នាដែរមានកាមេរ៉ា560ដែលខ្ញុំបញ្ជាក់បងប្អូន sensor មួយជុំឡានមានទាំង sensor ចាប់កម្ពស់ទឹកដែលព័ទ្ធជុំវិញឡានយើងទៀតហើយពាក់ព័ន្ធទៅនឹងប្រព័ន្ធ ABS ABD EBA traction control ប្រព័ន្ធទប់លំនឹងគឺមកដូចគ្នាបន្លាយ sport សងខាងក៏មានដែរបងប្អូនទាំងគ្នានិងមានប្រព័ន្ធផ្ដោតសញ្ញានៅពេលដែលឡានរបស់យើងចាក់កន្លងប្រព័ន្ធរក្សាឡានឲ្យនៅក្នុងកន្លងមួយដែលត្រឹមត្រូវក៏ដូចជាប្រព័ន្ធ emergency braking Frank Auto ហើយនិងប្រព័ន្ធផ្ដោតសញ្ញានៅពេលដែលមានឧបសគ្គខាងមុខមានឧបសគ្គនៅខាងក្រោយឡានរបស់យើងមានទាំងអស់ហើយដោយសារតែនេះគឺជាឡានដែលយើងបើកនៅក្នុងព្រៃពេលខ្លះយើងចង់បើក rally ល្បឿនលឿន off road អញ្ចឹងណាដូច្នេះហើយចេះតួក៏បានបញ្ចូលតាក់ទងទៅនឹងប្រព័ន្ធទប់លំនឹងក៏ដូចជាប្រព័ន្ធទប់កលាប់ច្រើនផងដែរផ្នែក interior ខាងក្នុងជាទូក៏នៅរក្សាភាពទំនើបស៊ីវិល័យក៏ដូចជាពិនិត្យបានច្រើនតែខ្ញុំចាប់អារម្មណ៍ថាគាត់ប្រវាយការរចនាហ្នឹងទៅជា vibe off road ក៏ដូចជា adventure ច្រើនខ្លាំងតែម្ដងបាទជាពណ៌ស្គុតស្គុំដូចបងប្អូនឃើញអញ្ចឹងដបូលគឺលាតពណ៌ខ្មៅរីឯពណ៌ស្បែកផ្សេងៗគឺជាពណ៌ dark green ឬក៏ពណ៌បៃតងចាស់អញ្ចឹងការរៀបចំ interior ផ្សេងៗយើងនៅតែមានអារម្មណ៍ថា relax ក៏ដូចជាស្និទ្ធជាមួយឡានតែម្ដងឧទាហរណ៍ដូចជាអេក្រង់ទំហំធំរបស់គាត់រហូតដល់ 15.6 អ៊ីងក៏ប៉ុន្តែដោយសារតែ tableau នេះគឺជាការរចនាបែបវិជ្ជាអញ្ចឹងគឺយើងមើលទៅស៊ីគ្នាខ្លាំងមែនទែនថែម highlight ជាមួយនឹងភ្លើង ambient light បន្តទៀតកន្លែង tableau ហ្នឹងហើយមានជាមួយនឹងកន្លែងដាក់ទូរស័ព្ទឬក៏អីវ៉ាន់ផ្សេងៗនៅផ្នែកខាងក្រោមណាអញ្ចឹងបន្តមក center console វិញគឺជាការរចនា symmetry ឬក៏ smart ឆ្វេង smart ស្ដាំអញ្ចឹងតាក់ទងទៅនឹងប៊ូតុងគឺគាត់រៀបចំមកមួយ set ជូនបងប្អូនទាំងគ្នាតែម្ដងដែលមើលទៅរៀងច្រើនតិចបងប្អូនទាំងគ្នាដោយសារតែឡាននេះមិនត្រឹមតែជាឡានដែលយើងប្រើប្រាស់ក្នុងក្រុងទេក៏ជាឡាន adventure ឬក៏បងប្អូនអាចយកទៅតំបន់ឆ្ងាយៗ off road បានផងដែរអញ្ចឹងខាងឆ្វេងនេះមុខងារធម្មតាដូចជាកាមេរ៉ា560និងបិទបើកម៉ាស៊ីនត្រជាក់រីឯខាងស្ដាំបានជាមុខងារពិសេសដូចជា cruise control tank turn ហើយនិង lock ប៉ុងខាងក្រោយបាននៅចំកណ្ដាលហ្នឹងគឺជាប៊ូតុង signature driving mode របស់ជាទួដែលនៅក្នុង spec ប៉ុង2នេះគឺយើងមានរហូតដល់7សម្រាប់ checker light ត្រូវបានបំផុសកំណត់ចេញមកពីទម្រង់ក្នុងកាប៊ីនយន្តហោះដដែលក៏ប៉ុន្តែបានបញ្ចូលជាមួយនឹងទម្រង់បែប crystal មើលទៅគឺប្រណិត premium អញ្ចឹងងាកមកផ្នែកខាងមុខនេះគឺមាន wireless charge កម្លាំង50 W ក៏ដូចជារុនសាក Type A Type C នៅផ្នែកខាងក្រោមទៀតហើយនឹងមាន space បន្ថែមដែលយើងអាចដាក់បានអូខេអញ្ចឹងយើងបន្តមកជាកូដគឺជាការរចនា double D DNA របស់ T2 តែម្ដងហើយក៏ជាប្រភេទស្បែក two tone 2ពណ៌មានពណ៌បៃតងក៏ដូចជា highlight ជាមួយនឹងពណ៌ខ្មៅផ្នែកខាងក្រៅហើយមុខងារចាំបាច់នៅលើចកូតនៅតែរក្សាដូចដើមបងប្អូននៅផ្នែកខាងឆ្វេងសម្រាប់សេរីតាក់ទងទៅនឹងប្រព័ន្ធ adaptive cruise control និងនៅខាងស្ដាំសម្រាប់ថ្លើមធ្លាក់ volume បន្តទៅកុងទ័រវិញគឺជាប្រភេទ digital ទំហំ 10.25 អ៊ីងហើយខ្ញុំចាប់អារម្មណ៍តាក់ទងទៅនឹងការរចនាខ្លាំងមែនទែនព្រោះហាក់បីដូចជាមានស៊ុំព័ទ្ធជុំវិញចឹងបងប្អូនទាំងគ្នាយើងមើលទៅ premium តែម្ដងហើយតាក់ទងទៅនឹង color គឺដុតច្បាស់ល្អមើលទៅរូបភាពរស់រវើកហើយខ្ញុំមានអារម្មណ៍ថាមើលទៅត្រជាក់ភ្នែកខ្លាំងមែនទែនបងប្អូនបន្តមកអេក្រង់ touch នេះវិញគឺជាចំណុចដែលយើងត្រូវនិយាយគ្នាច្រើនដោយសារតែឡានជាប្រភេទ plug-in hybrid យើងគឺមានមុខងារច្រើនខ្លាំងមែនទែនបងប្អូនទាំងគ្នាសំខាន់អីដែលខ្ញុំចាប់អារម្មណ៍ជាងគេទី1គឺ response នៅពេលដែលយើងត្រូវការបវលឬក៏អូសឆ្វេងអូសស្ដាំលឿនខ្លាំងមែនទែនមួយវិញទៀតគឺតាក់ទងទៅនឹង animation របស់ឡានផ្ទាល់តែម្ដងនៅពេលដែលយើងកំពុងតែបើកហ្នឹងគឺថាមើលទៅ color ច្បាស់ហើយតំណមែនទែនបងប្អូនទាំងគ្នាអូខេអញ្ចឹងពាក់ព័ន្ធទៅនឹងមុខងារផ្សេងៗបើសិនជាយើងកំពុងតែនៅ home screen នេះគឺមានច្រើនដូចគ្នាដូចជា hill descent control មានជាមួយនឹង sensor សម្រាប់ចាប់កម្ពស់ទឹកឡានរបស់យើងណាបើសិនជាយើងបើកក្នុងទឹកព័ត៌មានផ្សេងៗនឹងបង្ហាញនៅលើនេះទាំងអស់ហើយក៏មានប៊ូតុង shortcut សម្រាប់បងប្អូនផ្លាស់ប្ដូរ mode លឿនៗពី
hybrid ទៅជា EV ឬក៏រត់ដោយម៉ូទ័រសុទ្ធបានតែនៅពេលដែលយើងចូលមុខងារនឹងហ្មងគឺមានកន្លែងដែលយើងត្រូវកំណត់ច្រើនដូចជាប្រព័ន្ធប្រាំងដោយសារតែឡាន hybrid មានជាមួយនឹង regenerative braking system បន្ទាប់មកទៀតគឺ battery mode បងប្អូនចង់ប្រើប្រាស់ជាមួយនឹង smart power saving ឬក៏ EV សុទ្ធក៏បានឬក៏បងប្អូនចង់ឲ្យម៉ាស៊ីនឡានសាកថាមពលអគុយយើងគ្រាន់តែចុចតែមកប៊ូតុងមកគឺវានឹងដំណើរការហើយនិងសម្រាប់ Apple CarPlay ក៏ដូចជា Android Auto មិនត្រឹមតែយើងអាចភ្ជាប់ wireless បានទេនៅពេលដែលបងប្អូនចូលមកធម្មតាគឺយើងចូលដើម្បីមើល map ណាឡានខ្លះគឺផ្ដាច់អេក្រង់ពាក់កណ្ដាលទោះបីជាអេក្រង់ធំក៏ដោយក៏ប៉ុន្តែសម្រាប់ interface ថ្មីនៅក្នុង T2 PHEV នេះវិញនៅពេលដែលយើងចូលមកគឺពេញអេក្រង់ 15.6 អ៊ីងហ្នឹងតែម្ដងមើលទៅបាទពេញភ្នែកស្រួលមើលខ្លាំងមែនទែនតែម្ដងហើយចំណុចមួយទៀតដែលខ្ញុំចូលចិត្តពីអេក្រង់ធំបែបនេះគឺកាមេរ៉ា540បងប្អូនទាំងគ្នានៅក្នុងឡានចិត្តតួនេះផ្ទាល់នៅពេលដែលបងប្អូនចូលមកគឺយើងអាចពវល់ឡានបានហើយក៏អាចបដូរពី 2D ទៅ 3D បានអញ្ចឹងណាក៏ដូចជា transparent chassis ដែលយើងហៅថាជាមុខងារមើលទៅដល់បាតឡាននៅពេលដែលយើងចូលទៅក៏អាចនៅតែពវល់បានដែរអញ្ចឹងនៅក្នុងការបើក off road ជាដើមគឺងាយស្រួលខ្លាំងមែនទែនអញ្ចឹងសម្រាប់កៅអីវិញមើលទៅស្អាតក៏ដូចជាអង្គុយទៅផាសុខភាពមានជាមួយនឹងខ្យល់ត្រជាក់ក៏ដូចជាមុខងារអង្គចងចាំឬក៏ memory seat ទាំង driver ក៏ដូចជា passenger តែម្ដងដែលជាកៅអីអូតូទាំងពីរណាលើពីនោះទៀតកៅអី passenger ក៏មានទម្រជើងជាមួយនឹង space ធំទូលាយបងប្អូនអាចអង្គុយយ៉ាងផាសុខភាពសនុកសុខស្រួលតែម្ដងបន្តមកកន្លែងដៃទ្វារនេះបន្តិច speaker នៅផ្នែកខាងក្រោមយើងមើលទៅ wide vibe off road តែម្ដងជា brand របស់ Sony ទៀតបងប្អូនទាំងគ្នាមានរហូតដល់12គ្រាប់អញ្ចឹងមកផ្នែកកៅអីជួរទី2នេះវិញដោយបងប្អូនឃើញចាក់ស្ដែងនេះគឺថាទន់ខ្លាំងមែនទែនសម្រាប់ space វិញអង្គុយទៅក៏អត់មានទើសជើងអីទេរីឯ headroom គឺទូលាយខ្លាំងមែនទែនដោយបងប្អូនបានឃើញហើយខ្ញុំក៏បានសាកអង្គុយជាច្រើនម៉ោងដែរដើម្បីតេស្តតាក់ទងទៅនឹងរឿង comfort ឬក៏ផាសុខភាពណាមានអារម្មណ៍ថាសនុកសុខស្រួលខ្លាំងតែម្ដងអង្គុយកៅអីជួរទី2នេះយើងមានជាមួយនឹង armrest ក៏ដូចជា cup holder ផងដែរណាបងប្អូនទាំងគ្នាជាពិសេសគឺយើងមាន speaker នៅកន្លែងដៃទ្វារ AM ក៏ដូចជារុនម៉ាស៊ីនត្រជាក់ក៏មានរុនសាក Type C Type A ក៏មានដែរនិងបន្ថែមមកចំណុចទៀតតាក់ទងទៅនឹងដំបូលផ្នែកខាងលើគឺជា panoramic sunroof បាទដំបូលកញ្ចក់លាតពីមុខទៅដល់ផ្នែកខាងក្រោយតែម្ដងក៏ដូចជាយើងអាចបើកមកកណ្ដាលខាងមុខបានអញ្ចឹងបងប្អូនគិតមិនដែរតាក់ទងទៅនឹង option ក៏ដូចជាសមត្ថភាពរបស់ T2 PHEV នេះឯដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតហ្នឹងគឺតម្លៃតែម្ដងបងប្អូនទាំងគ្នាត្រឹមតែ 40000 ជាងតែប៉ុណ្ណោះហើយក៏ចង់បញ្ជាក់បងប្អូនថា T2 PHEV នេះគឺមានចំនួន2 spec មាន option ប៉ុង1ហើយនិងប៉ុង2តម្លៃខុសគ្នាបន្តិចតួចទេបងប្អូនទាំងគ្នាអញ្ចឹងបើសិនជាបងប្អូនគិតថាប្រើប្រាស់តែក្នុងក្រុងអត់ត្រូវការបើកទៅផ្លូវ adventure ឬក៏ផ្លូវពិបាកច្រើនទេបងប្អូនអាច select ជាមួយនឹង option ប៉ុង1បានអញ្ចឹងសម្រាប់ការទៅមើលផ្ទាល់ឬក៏ test drive បងប្អូនអាចទៅកាន់ចិត្តទូ Cambodia ហើយបើមានចង្អុលផ្សេងៗកុំភ្លេច comment នៅខាងក្រោមម្នាក់មួយផងជួបគ្នាវីដេអូក្រោយបាយបាយ